ថាមានកម្លាំងនិងអាចបញ្ចេញសំឡេងមនុស្សបានតិចអរគុណលោកតាអរគុណដែលមេត្តាផ្ដល់ផ្លូវឲ្យខ្ញុំបានទៅលាលើកចុងក្រោយសម្រាប់ខ្ញុំរូបកាយនេះវាមិនសំខាន់ទៀតទេទោះត្រូវស្លាប់នៅក្នុងរាងកញ្ជ្រោងវាត្រូវវិញ្ញាណរលាយសាបសូន្យក៏ខ្ញុំសុខចិត្តដែរកល្យានបងសុំទោសបងសុខចិត្តស្លាប់ជំនួសអូនបងស្រឡាញ់អូនណាស់កល្យានរំពេចនោះទឹកភ្នែកនៃសេចក្តីស្លាប់បានបំពេញលក្ខខណ្ឌពន្លឺពណ៌សភាយចេញពីសពកញ្ជ្រោងរួចវិញ្ញាណឆ្លាស់គ្នាវិញភ្លាមរឿងកំហឹងគ្រូអាគមនិងបណ្ដាសាផ្លូវដើរចូលភូមិក្បែរដងអូនាពេលថ្ងៃត្រង់វិបុលជាបរិសសង្ហាម្នាក់នៅក្នុងភូមិកំពុងលីអស់ដើរត្រឡប់មកផ្ទះវិញស្រាប់តែរាត្រីដែលជានារីម្នាក់តាមលួចស្រឡាញ់វិបុលយូរមកហើយនោះក៏បានដើរមកស្ទាក់ផ្លូវទាំងទឹកមុខញញឹមស្រស់និងកាន់កន្សែងជូតញើសបងវិបុលឈប់សិនបងមើលបងចោះធ្វើការហន់បែកញើសឲ្យទៅស្រាក់ពេញខ្លួនទាំងអស់ហើយឲ្យអូនជួយជូតញើសឲ្យបងណាកន្សែងនេះអូនបោកទឹកអប់ក្រអូបណាសាក់ប្រើមើលទៅបងក្រែងវាជួយឲ្យបងបាត់ហត់ខ្លះកុំអីអូនរាត្រីបងអរគុណហើយសម្រាប់ទឹកចិត្តអូនប៉ុន្តែបងមិនអីទេបងធ្វើការបែបនេះរាល់ថ្ងៃទាល់តែទម្លាប់ទៅហើយម្នាក់ឯងក៏បងអាចជូតញើសខ្លួនឯងបានដែរអូនមកស្ទាក់ផ្លូវបងបែបនេះវាមិនល្អមើលទេក្រែងលោកអ្នកភូមិគេមើលឃើញគេយល់ច្រឡំខូចកិត្តិយសអូនជាស្រីណាយល់ច្រឡំអីបងអ្នកណាក៏ដឹងថាអូនស្រឡាញ់បងដែរអូនមិនខ្វល់ពីសម្ដីអ្នកភូមិទេអូនខ្វល់តែសម្ដីបងម្នាក់គត់ហេតុអីក៏បងដាច់ចិត្តម្លេះទឹកចិត្តអូនបងមើលមិនឃើញសូម្បីតែបន្តិចមែនទេឬក៏បងនៅតែគិតពីនាងកល្យានតានាងមានអីល្អជាងអូនទៅបងកល្យាននាងគឺជាម្ចាស់ជីវិតនិងជាស្រីតែម្នាក់គត់ដែលបងស្រឡាញ់តាំងពីដើមរហូតមករាត្រីបងជឿថាមានបរិសច្រើនណាស់ដែលចង់បានអូនមកធ្វើជាគូចូលអូនកុំមកចំណាយពេលនិងទឹកចិត្តជាមួយនឹងមនុស្សដែលមានម្ចាស់ចិត្តដូចជាបងអីវាមិនចំណេញទេលាសិនហើយនិយាយចប់វិបុលក៏ដើរចេញទៅយ៉ាងលឿនដោយមិនងាកក្រោយសូម្បីបន្តិចបន្សល់ទុកឲ្យរាត្រីឈរម្នាក់ឯងកណ្ដាលផ្លូវបងវិបុលបងហ៊ានបដិសេធអូនដើម្បីនាងកល្យានមែនទេបងមើលងាយទឹកចិត្តរបស់អូនដល់ថ្នាក់នេះផងហ៎ល្អបើបងមិនស្រឡាញ់អូនដោយចិត្តល្អទេបងក៏គ្មានផ្លូវបានរស់នៅមានក្តីសុខជាមួយវាដែរបងត្រូវតែជារបស់អូនទោះត្រូវប្រើមុនខ្មៅងងឹតឬក៏ត្រូវបដូរជីវិតជាមួយបិសាចក៏អូនសុខចិត្តដែរបើអូនមិនបានបងអ្នកណាក៏កុំសង្ឃឹមថាបានឲ្យសោះនៅមាត់អូដែលមានផ្កាកំប្លោកពណ៌ស្វាយរីកស្គុះស្គីក្រោមពន្លឺព្រះអាទិត្យហៀបលិចពណ៌មាសកល្យានកំពុងតែអង្គុយបេះត្រកួននៅមាត់ទឹកនាងច្រៀងចម្រៀងតិចយ៉ាងសប្បាយចិត្តវិបុលដើរលបពីក្រោយរួចយកផ្កាព្រៃមួយតងមកសៀតនៅត្រចៀកកល្យានអូយមកវិបុលមកតាំងពីកាលបងធ្វើឲ្យអូនភ្ញាក់អស់ហើយបងមកដល់យូរហើយតែបងមិនហ៊ានមាត់ខ្លាចគំតិចសំឡេងច្រៀងដ៏ពិរោះរបស់អូនមើលចុះផ្កានេះស្អាតណាស់តែបើមកនៅក្បែរមុខអូនវាប្រែជាស្រពោនបាត់ព្រោះអូនស្អាតជាងផ្កាទៅទៀតហើយបងនេះមាត់ផ្អែមម្ដងមែនប្រយ័ត្នតែសម្ដេចរួមមាត់បងទៅកល្យានបងដឹងថាបងក្របងគ្មានមាសប្រាក់សម្ពុតអាវល្អឲ្យអូនស្លៀកពាក់ដូចគេទេប៉ុន្តែបងមានបេះដូងមួយដែលស្មោះត្រង់បងសន្យាថានឹងមើលថែអូនឲ្យល្អបំផុតមិនឲ្យអូនពិបាកឡើយបងវិបុលអូនមិនត្រូវការមាសប្រាក់រាប់លានអីទេអូនត្រូវការតែបងម្នាក់ប៉ុណ្ណោះសុំតែបងកុំប្រែកចិត្តសុំតែបងកុំជឿពាក្យចាស់ចាមរាមអ្នកដតីដែលចាំបំបាច់យើងអូនក៏អស់ចិត្តហើយទោះមេឃរលំភ្នំរលាយក៏ចិត្តបងមិនកែប្រែដែរបងស្រឡាញ់អូនស្រឡាញ់លើសពីជីវិតបងទៅទៀតវិបុលដកចិញ្ចៀនដែលធ្វើពីស្មៅក្រងយ៉ាងស្អាតមកបំពាក់ឲ្យកល្យាននេះជាចិញ្ចៀនសន្យាចាំបងសន្សំប្រាក់បាន
បងនឹងទិញចិញ្ចៀនមាសពិតប្រាកដយកមកបំពាក់ឲ្យអូនណា សម្រាប់អូនចិញ្ចៀនស្មៅនេះមានតម្លៃជាងមាសពេជ្រទៅទៀតព្រោះវាធ្វើចេញពីចិត្តរបស់បង នាពេលយប់នោះនៅខ្ទមដ៏ស្ងាត់ជ្រងំរបស់គ្រូសាក់រាត្រីបានយកមាសប្រាក់ទៅជួលគ្រូសាក់ឲ្យដាក់ស្នេហ៍លើវិបុល លោកគ្រូសាជួយខ្ញុំផងខ្ញុំមកចង់ឲ្យបងវិបុលមកលុតជង្គង់សុំក្តីស្រឡាញ់ពីខ្ញុំនេះជាប្រាក់រង្វាន់របស់លោកគ្រូ ចង់ដាក់ស្នេហ៍លើគេមែនទេបានប៉ុន្តែអាគមស្នេហ៍នេះណាវាកាចសាហាវណាស់បើនាងចង់ឲ្យគេស្រឡាញ់នាងក៏ត្រូវបូជាអ្វីម្យ៉ាងដល់យើងដែរ ឲ្យតែបានបងវិបុលទោះលោកគ្រូចង់បានអីក៏ខ្ញុំព្រមដែរ ល្អអូមស្នេហ៍មុខស្នេហ៍មុនចូលងប់ងល់នឹងយើងចូលស្រឡាញ់យើងតែម្នាក់ភាំងភ្លាមនោះស្រាប់តែរាត្រីមានអារម្មណ៍ថាវិលមុខរួចភ្នែកនាងចាប់ផ្ដើមប្រែជាភ្លឺរលោងប៉ុន្តែជំនួសឲ្យវិបុលជាអ្នកជាប់ស្នេហ៍បែរជារាត្រីខ្លួនឯងទៅវិញដែលធ្លាក់ក្នុងអំណាចអាគមស្នេហ៍ខ្មៅរបស់គ្រូសាក់ លោកគ្រូហេតុអីក៏លោកគ្រូសង្ហាម្លេះខ្ញុំស្រឡាញ់លោកគ្រូ រាត្រីអើយរាត្រីនាងចង់ដាក់ស្នេហ៍គេតែនាងបែរជាមកធ្លាក់ក្នុងអន្ទាក់ស្នេហ៍របស់យើងទៅវិញចាប់ពីពេលនេះទៅនាងគឺជាចំណាប់ខ្មាំងស្នេហ៍របស់យើងជារៀងរហូត មួយឆ្នាំក្រោយមកខ្ទមដាច់ស្រយាលរបស់គ្រូសាក់ហុំព័ទ្ធទៅដោយដើមឈើធំនិងផ្សែងធូបហុយត្រឡោមសំលេងសត្វទីទុយយំកងរំពងពេញព្រៃនាងរាត្រីព្យាយាមរត់ចេញពីខ្ទមប៉ុន្តែត្រូវអំណាចអាគមទាញជើងនាងឲ្យជាប់នឹងដី រាត្រីនាងគិតថាគ្រាន់តែសាបស្នេហ៍ហើយអាចរត់ចេញពីកណ្ដាប់ដៃយើងបានដោយងាយមែនទេតើប្រុសម្នាក់នោះវាមានអីល្អបានជានាងសុខចិត្តបថុយស្លាប់ដើម្បីវា គេគ្មានអាគមគេគ្មានមុនខ្មៅប៉ុន្តែគេមានបេះដូងដូចជាមនុស្សលោកគ្រូខ្ញុំឆ្អែតហើយឆ្អែតនឹងការរស់នៅជាឆ្លើយស្នេហ៍ក្នុងផ្សែងធូបរបស់លោកលែងខ្ញុំទៅឲ្យខ្ញុំទៅរស់នៅជាមនុស្សធម្មតាវិញចុះ មនុស្សធម្មតានាងភ្លេចហើយថាអ្នកណាជាអ្នកប្រែសម្រស់របស់នាងឲ្យស្អាតដោយទេពអប្សរបែបនេះបើគ្មានអាគមយើងនាងគ្រាន់តែជាស្រីអាក្រក់ម្នាក់ប៉ុណ្ណោះ អើយទោះត្រូវអាក្រក់ក៏ខ្ញុំសុខចិត្តដែរល្អជាងរស់នៅជាមួយមនុស្សចិត្តបិសាចដូចលោកមិនដែលស្គាល់ថាអ្វីទៅជាក្តីស្រឡាញ់ទេលោកក៏ស្គាល់តែការបង្ខំនិងអំណាចងឹតតែប៉ុណ្ណោះ ល្អបើនាងចង់មានសេរីភាពខ្លាំងយើងនឹងផ្ដល់ឲ្យនាងមិនចាំបាច់ធ្វើជាមនុស្សអាក្រក់ឬមនុស្សស្អាតទៀតទេព្រោះជាតិខ្លាំងដូចនាងសមតែរស់នៅក្នុងព្រៃជ្រៅឲ្យគេដេញបាញ់ដេញសម្លាប់ទើបវាសមនឹងពូជក្បត់ដូចជានាង អើយលោកចង់ធ្វើអីកុំខ្ញុំសុំវល់ ពុទ្ធទាំងរលាយធម្មទាំងរលាយសង្ឃទាំងរលាយសូមរៀងជាមនុស្សរលាយសូន្យសុងចូលប្រែរូបជាសត្វកញ្ជ្រោងដើរលូនលើដីហែកស៊ីសាច់ស្រស់ផឹកឈាមស្រស់គ្មានថ្ងៃនិយាយភាសាមនុស្សកើតចាប់ពីពេលនេះតទៅភ្លាមនោះស្រាប់តែមានរន្ទះបាញ់ក្រហឹមពេញមេឃផ្សែងខ្មៅក្រាស់ខ្មឹកឡោមព័ទ្ធខ្លួនរាត្រី អូយឆេះខ្លួនខ្ញុំអស់ហើយជួយផងបងវាបលជួយអូនផងអើយ គ្រានោះសំឡេងស្រែកចាប់ផ្ដើមប្រែទៅជាសំឡេងសត្វលាន់ឮពេញព្រៃទៅទៅរស់នៅក្នុងលោកដែលគ្មាននរណាស្ដាប់នាងឮទៅធ្វើជាសត្វដេរិឆានដែលរងទុក្ខវេទនាបំផុតផ្សែងរលាយបាត់បន្សល់ទុកតែសត្វកញ្ជ្រោងមួយក្បាលដែលមានភ្នែកពោពេញទៅដោយទឹកភ្នែកវាសម្លឹងមើលគ្រូសាក់ទាំងកំហឹងរួចក៏រត់ជំពប់ជើងដួលស្រវេស្រវាចូលទៅក្នុងព្រៃងងឹតទាំងរបួសពេញខ្លួននាពេលរសៀលមេឃស្រទុំខ្យល់បក់រវិច
កល្យានកំពុងដងទឹកនៅមាត់ស្ទឹងស្រាប់តែឃើញសត្វកញ្ជ្រោងរាត្រីដេកដង្ហក់ឈាមហូរស្រោចខ្លួននៅមាត់ទឹកអូយព្រះអើយសត្វកញ្ជ្រោងមកពីណាចេះកំសត់ម្លេះប្រហែលជាត្រូវព្រានព្រៃដេញបាញ់ឲ្យមកទៅកំភៃអីកញ្ជ្រោងតូចយើងមិនធ្វើបាបឯងទេផ្ទះយើងនៅជិតនេះឯងចាំយើងយកឯងទៅព្យាបាលណាភ្លាមនោះកល្យាន3កញ្ជ្រោងមកដល់ផ្ទះហើយកំពុងរុំរបួសឲ្យវាអូនកល្យានហើយយកសត្វអីមកពីណានឹងវាមិនខំអូនទេបងវិបុលមើលចុះវាគួរអាណិតណាស់វាស្លូតបូតមិនព្រមរើបន្តិចសោះឡើយហាក់ដូចជាដឹងថាអូនចង់ជួយវាអញ្ចឹងចម្លែកណាស់បងមិនដែលឃើញកញ្ជ្រោងឯណាស្លូតបែបនេះទេខណៈនោះវិបុលលូកដៃទៅអង្អែលក្បាលវាខណៈនោះកញ្ជ្រោងដែលជារាត្រីបានឆ្លៀតពេលវិបុលសម្លឹងមកវាក៏ប្រើមុនស្នេហ៍ក្នុងក្រសែភ្នែកសម្លឹងចំវិបុលរួចយកក្បាលទៅត្រដុសនឹងដៃវិបុលយ៉ាងកក់ក្ដៅអូបងឃើញទេសំបីតែសត្វក៏ដឹងគុណបងដែរបងសម្រាប់ចុះចាំអូនទៅដាំបបរឲ្យវាឆេងតិចសិនពេលនោះកល្យានដើរចូលទៅផ្ទះបាត់ទៅគ្រាន់តែពេលកល្យានចេញទៅផុតកញ្ជ្រោងប្រែទឹកមុខភ្លាមវាសម្លឹងមើលវិបុលទាំងល្បិចកលឯងស្អាតណាស់ស្អាតរហូតដល់យើងសម្លឹងមុខឯងមិនចង់ដាក់ភ្នែកទេនាងកល្យាននាងពិតជាស្រីចិត្តធម៌មែនប៉ុន្តែសេចក្តីល្អរបស់នាងគឺជាអាវុធសម្រាប់សម្លាប់ខ្លួនឯងនាងខំជួយយើងតែយើងនឹងសងគុណនាងវិញដោយការដណ្ដើមប្តីនាងនិងរាងកាយនាងមកជារបស់យើងដោយល្បិចកលពឹសពុលស្រាប់តែកញ្ជ្រោងធ្វើជាប្រកាច់រមៀលខ្លួនធ្លាក់ពីលើគ្រែដើម្បីឲ្យវិបុលភ័យស្លន់ស្លោកញ្ជ្រោងតូចកញ្ជ្រោងតូចឯងកាត់អីហ្នឹងកុំកាត់អីអសោះណាវិបុល3កញ្ជ្រោងដាក់លើទ្រូងរួចអង្អែលដោយក្តីបារម្ភលើសពីធម្មតាកល្យានដើរចេញមកឃើញប្តីកំពុងតែអោបកញ្ជ្រោងជាប់នឹងទ្រូងនាងស្រាប់តែមានអារម្មណ៍ប្លែកប៉ុន្តែនៅតែញញឹមសង្កត់ចិត្តបងវិបុលបងបារម្ភពីវាខ្លាំងម្ល៉េះអូនមិនឃើញទេវាកំពុងតែឈឺឆាប់យកបបរមកតិចវាងាប់ទៅកល្យានហាក់ស្រឡាំងកាំងព្រោះប្តីមិនដែលប្រើសម្ដីបែបនេះដាក់នាងឡើយចាបងក្នុងផ្ទះវិបុលយប់ជ្រៅស្ងាត់ជ្រងំសំឡេងសត្វយំអើងកងរួមជាមួយនឹងពន្លឺចង្គៀងប្រេងកាតដែលរេរាំតាមខ្យល់វិបុលកំពុងតែដេកលក់យ៉ាងស្កប់ស្កល់កញ្ជ្រោងរាត្រីដែលដេកនៅក្បែរជើងគ្រែស្រាប់តែបើកភ្នែកក្រហមឆ្អៅរួចវាឡើងទៅរកកល្យានដែលកំពុងតែដេកលក់ក្បែរនោះកល្យានការមេត្តារបស់នាងដល់កំណត់ហើយយប់នេះប្តីដែលនាងស្រឡាញ់បំផុតនឹងក្លាយជាអ្នកផ្ដាច់ជីវិតនាងដោយដៃរបស់គេផ្ទាល់កញ្ជ្រោងប្រើមុនអាគមផ្លុំផ្សែងខ្មៅចូលទៅក្នុងត្រចៀករបស់វិបុលដើម្បីឲ្យគេយល់សពឃើញរឿងអាក្រក់ក្នុងយល់សពវិបុលបានឃើញកល្យានប្រែជាបិសាចចង់សម្លាប់គេកុំធ្វើបាបបងកល្យានហេតុអីក៏អូនចង់សម្លាប់បងពេលនោះកញ្ជ្រោងឆ្លៀតពេលវិបុលកំពុងតែវង្វេងវាក៏ប្រែរូបរាងពាក់កណ្ដាលមកជាមនុស្សប៉ុន្តែមានក្រចកវែងរួចយកកំបិតកាប់អុសរបស់វិបុលមកដាក់ក្នុងដៃរបស់គេពេលនោះកល្យានភ្ញាក់ឡើងព្រោះឮសំឡេងប្តីរវើរវាយបងវិបុលបងយល់សប្តិអាក្រក់មែនទេបងភ្ញាក់ឡើងបិសាចនាងចង់សម្លាប់យើងមែនទេយើងមិនឲ្យឯងធ្វើបាបយើងទេបងវិបុលនេះអូនតាកល្យានប្រពន្ធបងកាន់កំបិតធ្វើអីហ្នឹងពេលនោះកញ្ជ្រោង
វានៅក្បែរត្រចៀកវិបុលរួចខ្សឹបថា សម្រាប់វាទៅវាជាបិសាចវាចង់សម្លាប់អ្នកឯងហើយ វិបុលលើកកំបិតបំរុងនឹងកាប់កល្យានប៉ុន្តែជាសំណាងល្អកល្យានគេចផុតហើយកំបិតទៅត្រូវនឹងសសរផ្ទះយ៉ាងខ្លាំង ជួយផងបងវិបុលបងឈួតហើយអើយ ពេលនោះកល្យានក្រឡេកឃើញសត្វកញ្ជ្រោងសម្លឹងមករកនាងទាំងភ្នែកក្រហមឆ្អៅនិងលួចញញឹម គឺឯងជាអ្នកធ្វើមែនទេនាងកញ្ជ្រោងបិសាច កញ្ជ្រោងឃើញកល្យានដឹងខ្លួនវាក៏ស្ទុះទៅខំជើងកល្យានយ៉ាងខ្លាំងដើម្បីមិនឲ្យនាងរត់រួច អូយឈឺណាស់បងវិបុលភ្ញាក់ឡើងកញ្ជ្រោងនេះវានឹងសម្លាប់អូនហើយអើយ កុំមកសម្ដែងនាងល្បិចបិសាចស្លាប់ទៅក្នុងវិនាទីដែលកំបិតបំរុងនឹងធ្លាក់លើខ្លួនកល្យានស្រាប់តែមានរន្ទះបាញ់ក្រហឹមយ៉ាងខ្លាំងធ្វើឲ្យវិបុលភ្ញាក់ដឹងខ្លួនមួយរំពេចហាកល្យានបងធ្វើអីនឹងហេតុអីក៏បងកាន់កំបិត បងវិបុលកញ្ជ្រោងនេះវាដាក់ស្នេហ៍បងវានាំបងមកសម្លាប់អូនមើលជើងអូនចុះឈាមហូរច្រើនណាស់ហូរពេញនឹងហើយចង្រៃមែនចិត្តបានសម្រេចទៅហើយហេតុអីក៏មេឃមិនជួយយើងបែបនេះ គ្រានោះពេលមេឃងងឹតស្លុបមានតែពន្លឺភ្លេចបន្ទោលើមេឃវិបុលកាន់ដំបងឈើទាំងញ័រដៃសម្លឹងមើលសត្វកញ្ជ្រោងរាត្រីដែលកំពុងតែបញ្ចេញចង្កូមដាក់កល្យានទៅឲ្យផុតសត្វដេរឆានចិត្តខ្មៅយើងខំជួយឯងបើជាចង់សម្លាប់ប្រពន្ធយើងចាប់ពីពេលនេះទៅយើងនឹងឯងគ្មានជំពាក់គុណគ្នានោះទេចូលឯងចេញទៅក្នុងព្រៃវិញភ្លាមបើមិនចឹងទេដំបងនេះនឹងផ្ដាច់ជីវិតឯងកញ្ជ្រោងធ្វើជាខ្លាចរួចក្រាបទាបទៅនឹងដីយំខ្សឹកខ្សួលគួរឲ្យអាណិតដើម្បីបន្លំភ្នែកវិបុលជាលើកចុងក្រោយ បងវិបុលបងដេញវាទៅចិត្តអូនមិនដាច់ទេប៉ុន្តែអូនខ្លាចវាខ្លាចជាបិសាចមកធ្វើបាបបងទៀត កញ្ជ្រោងឃើញឱកាសល្អខណៈដែលវិបុលកំពុងដាក់ដំបងចុះវាក៏ចាប់ផ្ដើមសូត្រមន្តអាគមងងឹតក្នុងចិត្តស្រាប់តែមានផ្សែងអាប់ពណ៌ស្វាយត្រជាក់ស្រេបភាយចេញពីខ្លួនកញ្ជ្រោងគ្របដណ្ដប់ពេញទីធ្លាផ្ទះអាប់មកពីណាអញ្ចេះកល្យានអូនឯណាបងមើលអូនមិនឃើញទេ បងវិបុលជួយអូនផងមានអ្វីម្យ៉ាងកំពុងទាញជើងអូនអើយរូបកាយជាមធ្យោបាយវិញ្ញាណជាម្ចាស់ចូលដោះដូរវាសនាចាប់ពីពេលនេះតទៅ ពន្លឺចាំងភ្នែកមួយបានកើតឡើងរួចស្ងប់ស្ងាត់ទៅវិញអាប់ក៏រលាយបាត់យឺតវិបុលញីភ្នែករួចស្ទុះទៅអោបរាត្រីដែលឥឡូវនៅក្នុងរាងកល្យានអូនមិនអីទេមែនទេបងភ័យណាស់សំឡាងហើយដែលអូនមិនទៅណាជាមួយវា ចាបងអូនមិនអីទេសំណាងហើយដែលបងដេញវាតាន់ពេល ឯងនៅមើលស្អីទៀតចេញទៅកុំឲ្យយើងឃើញមុខឯងនៅទីនេះទៀតឲ្យសោះកល្យានក្នុងរាងកញ្ជ្រោងព្យាយាមស្ទុះទៅរកវិបុលប៉ុន្តែត្រូវរាត្រីប្រើជើងធាក់មួយទំហឹង អូយបងមើលចុះវាចង់មកខំអូនទៀតហើយបងដេញវាទៅ យើងប្រាប់ឲ្យឯងទៅឲ្យឆ្ងាយទៅវិបុលគប់ដំបងសម្ដៅកល្យានធ្វើឲ្យនាងត្រូវបង្ខំចិត្តរត់ចូលទៅក្នុងព្រៃងងឹតទាំងការឈឺចាប់បំផុត បងវិបុលហេតុអីក៏បងចំណាំអូនមិនបាននាងរាត្រីនាងឯងអាក្រក់ណាស់នាងឯងដណ្ដើមប្តីរបស់យើងហើយថែមទាំងធ្វើឲ្យប្តីយើងបណ្ដេញយើងចេញពីផ្ទះដោយសត្វធាតុបែបនេះផងឯង រាត្រីសម្លឹងមើលទៅក្នុងព្រៃរួចលួចញញឹមឌឺដងក្នុងពេលដែលនាងកំពុងស្ថិតនៅក្នុងរង្វង់ដៃរបស់វិបុលនៅក្នុងព្រៃជ្រៅបរិយាកាសស្ងប់ស្ងាត់កល្យានក្នុងរាងជាកញ្ជ្រោងដើរអូសជើងទាំងអស់កម្លាំងនិងរបួសចិត្តនាងមកដួលសន្លប់នៅនឹងមុខកុហាថ្មមួយស្រាប់តែមានលោកតាឥសីភ្នំខៀវដើរចេញមកទាំងរិទ្ធបារមី
เฮ้ยกรรมหายกรรมรูปกายជាសត្វតែវិញ្ញាណជាមនុស្សដ៏បរិសុទ្ធចូលឯងភ្ញាក់ឡើងកូនស្រីអើយកល្យានយំខ្លាំងតែនិយាយមិនចេញពេលនោះពន្លឺពណ៌មាសភាយចេញពីខ្លួនកល្យានធ្វើឲ្យនាងអាចតាក់ទងជាមួយលោកតាឥសីតាមរយៈផ្លូវចិត្តបានលោកតាម្ចាស់ជួយខ្ញុំផងខ្ញុំត្រូវបានគេប្លន់យកជីវិតយកប្តីនិងរូបរាងកាយឥឡូវប្តីរបស់ខ្ញុំកំពុងរស់នៅជាមួយបិសាចដែលពាក់ស្រោមមុខជាខ្ញុំបណ្ដាសានេះសាហាវណាស់វាជាអាគមដូរវាសនាយើងអាចជួយឯងឲ្យនិយាយភាសាមនុស្សបានមួយរយៈខ្លីប៉ុន្តែដើម្បីបំបែកអាគមនេះទាំងស្រុងឯងត្រូវតែប្រើទឹកភ្នែកនៃសេចក្តីស្លាប់តើវាជាអ្វីទៅលោកតាគឺទឹកភ្នែកប្តីឯងដែលស្រក់ចុះដោយសារភាពស្ដាយក្រោយនិងក្តីស្រឡាញ់ពិតនៅពេលដែលគេដឹងថាគេជាអ្នកផ្ដាច់ជីវិតឯងដោយផ្ទាល់ដៃខ្លួនឯងមានន័យថាខ្ញុំត្រូវតែស្លាប់ក្រោមដៃបងវិបុលទើបអាគមនេះរលាយមែនទេលោកតាអាគមងងឹតត្រូវការលះបង់ធំធេងដើម្បីបំផ្លាញវានេះជាផ្លូវតែមួយគត់ចូលយកមុនបើកភ្នែកទឹកនេះទៅចូលឯងទៅជួបគេចោះបើគេនៅមាននិស្ស័យនឹងឯងគេនឹងបានឃើញការពិតតាមរយៈភ្នែកឯងហើយលោកតាឥសីហុចស្លឹកឈើមាសមួយសន្លឹកឲ្យកល្យានខាំជាប់នឹងមាត់ភ្លាមនោះនាងមានអារម្មណ៍ថាមានកម្លាំងនិងអាចបញ្ចេញសំឡេងមនុស្សបានតិចៗអរគុណលោកតាអរគុណដែលមេត្តាផ្ដល់ផ្លូវឲ្យខ្ញុំបានទៅលាលើកចុងក្រោយសម្រាប់ខ្ញុំរូបកាយនេះវាមិនសំខាន់ទៀតទេទោះត្រូវស្លាប់នៅក្នុងរាងកញ្ជ្រោងវាត្រូវវិញ្ញាណរលាយសាបសូន្យក៏ខ្ញុំសុខចិត្តដែរឲ្យតែបងវិបុលអាចដឹងការពិតឲ្យតែប្តីខ្ញុំមិនធ្លាក់ក្នុងចំណងបិសាចរាត្រីតទៅទៀតខ្ញុំមិនអាចមើលឃើញគេរស់នៅជាមួយបិសាចដែលបន្លំខ្លួនជារូបខ្ញុំហើយធ្វើបាបគេម្ដងទៀតទេទោះបីជាសល់ត្រឹមតែដង្ហើមចុងក្រោយក៏ខ្ញុំត្រូវតែត្រឡប់ទៅប្រាប់ការពិតដល់គេដែរលោកតាកូនស្រីអើយចិត្តមេត្តានិងការលះបង់របស់ឯងនេះហើយដែលវាជាអាវុធដ៏មុតស្រួចបំផុតប៉ុន្តែត្រូវចាំឲ្យច្បាស់មុនអាគមដែលយើងផ្ដល់ឲ្យនេះវាមិនថិតថេររហូតទេវានឹងរលាយសាបសូន្យទៅវិញនៅពេលដែលព្រះច័ន្ទរះត្រង់ក្បាលបើដូច្នោះចូលប្រញាប់ទៅចុះកូនស្រីយប់15កើតចិត្តមកដល់ហើយពន្លឺព្រះច័ន្ទពេញបរមីនឹងក្លាយជាអាជ្ញាកណ្ដាលរវាងវិញ្ញាណមនុស្សនិងសត្វប្រសិនបើហួសពីយប់នេះឯងមិនអាចដាស់សតិវិបុលបានទេវិញ្ញាណឯងនឹងត្រូវជាប់ឃុំនៅក្នុងរាងកញ្ជ្រោងនេះជារៀងរហូតគ្មានថ្ងៃត្រឡប់មកជាមនុស្សកើតឡើយកល្យាណអើយក្តីស្រឡាញ់ពិតនឹងជួយឲ្យឯងរកឃើញពន្លឺទៅចុះកម្មផលនឹងធ្វើការតាមសច្ចភាពយប់15កើតមកដល់ក្រោមពន្លឺព្រះច័ន្ទពេញបរមីយប់15កើតបរិយាកាសស្ងាត់ជ្រងំលាយឡំដោយសំឡេងខ្យល់បក់ខ្លាំងកញ្ជ្រោងក្នុងរាងកល្យានកំពុងអង្គុយជាមួយវិបុលនាងកំពុងបង្ខំឲ្យវិបុលផឹកទឹកថ្នាំអាគមដើម្បីឲ្យគេវង្វេងស្លាប់ជឿនាងជារៀងរហូតប
បងវិបុលបងហត់នឿយច្រើនហើយចូលផឹកទឹកថ្នាំនេះទៅណាបងនឹងមានកម្លាំងដូចដើមវិញថ្នាំនេះអូនផ្សំឡើងពីឱសថកម្របំផុតដើម្បីជួយឲ្យបងនេះបាត់រវើរវាយបំបត្តិសង្ស័យលើរូបអូនពេលបងផឹកវាហើយពួកយើងនឹងរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលនៅក្នុងផ្ទះនេះដកកក់ក្ដៅរបស់យើងដោយគ្មានសត្វកញ្ជ្រោងចង្រៃនោះមកតាមរំខានឬក៏បំបាក់យើងបានទៀតឡើយបងជឿអូនទៅណាអូនធ្វើគ្រប់យ៉ាងគឺដើម្បីសេចក្តីសុខរបស់ពួកយើងទាំងពីរអ្នកតែប៉ុណ្ណោះបាទកល្យានអូនល្អជាមួយបងណាស់តាំងពីមានអូននៅក្បែរបងមានអារម្មណ៍ថាដូចជាមានអ្វីមួយយ៉ាងមកគ្រប់គ្រងបងប៉ុន្តែបងមិនខ្វល់ទីឲ្យតែបងបាននៅក្បែរអូនបែបនេះរហូតទេបងនឹងផឹកដើម្បីឲ្យពួកយើងបាននៅជាមួយគ្នាគ្មានអ្នកណាមកបំបែកបានរំពេចនោះកល្យានក្នុងរាងកញ្ជ្រោងរត់ចេញពីព្រៃមកយ៉ាងលឿនរួចស្ទុះទៅបោកកែវទឹកថ្នាំចេញពីដៃវិបុលឯងទៀតហើយសត្វចង្រៃឯងមិនចង់រស់ហើយមែនទេអូយហើយបងវិបុលមើលចោះវាចង់សម្លាប់អូនម្ដងទៀតហើយសម្លាប់វាទៅបងបើវាមិនស្លាប់ទេពួកយើងគ្មានថ្ងៃបានសុខឡើយបងវិបុលបងមើលភ្នែកអូនវិបុលភ្ញាក់ព្រឺតព្រោះសំឡេងដូចប្រពន្ធខ្លាំងណាស់ប៉ុន្តែមុនខ្មៅរបស់រាត្រីនៅតែបាំងភ្នែកគេឯងជាបិសាចឯងហ៊ានប្រើសំឡេងប្រពន្ធយើងមកបោកយើងផងហ៎ពេលនោះដែរវិបុលទាញកំបិតកាប់អស់ចេញពីចង្កេះអូយសម្លាប់វាទៅបងសម្លាប់វាដើម្បីអូនកល្យានក្នុងរាងកញ្ជ្រោងមិនកិច្ចទេនាងដើរចូលទៅរកមុខកំបិតរួចសម្លឹងភ្នែកវិបុលក្នុងភ្នែកនាងបញ្ចេញពន្លឺពណ៌មាសនៃមុនបើកភ្នែកទឹករបស់លោកតាឥសីចំណែកវិបុលលែងរវើរវាយគេលែងឃើញសត្វកញ្ជ្រោងតែគេឃើញកល្យានវិញដែលកំពុងយំក្នុងខ្លួនសត្វនោះគឺអូនសម្លាប់វាទៅកុំជឿវាជាអកុសលកំបិតធ្លាក់ចុះចំទ្រូងកល្យានក្នុងរាងកញ្ជ្រោងយ៉ាងពេញទំហឹងឈាមហូរស្រោចដីកល្យានដួលដេកដង្ហក់ស្លាប់នៅក្នុងថ្លុកឈាមវិបុលភ្ញាក់ដឹងខ្លួនទាំងស្រុងអាគមរលាយបាត់បងវិបុលអូនស្រឡាញ់បងគ្រានោះនាងបិទភ្នែកស្លាប់ក្នុងរង្វង់ដៃប្តីកល្យានបងសុំទោសបងសុខចិត្តស្លាប់ជំនួសអូនបងស្រឡាញ់អូនណាស់កល្យានរំពេចនោះទឹកភ្នែកនៃសេចក្តីស្លាប់បានបំពេញលក្ខខណ្ឌពន្លឺពណ៌សភាយចេញពីសពកញ្ជ្រោងរួចវិញ្ញាណឆ្លាស់គ្នាវិញភ្លាមកល្យានត្រឡប់មកជាសភាពមនុស្សវិញក្នុងថ្លុកឈាមចំណែករាត្រីក៏ប្រែជារូបរាងកញ្ជ្រោងវិញភ្លាមទៅវិញអត់ទេអាកុំយើងរលាយអស់ហើយកល្យានអូនខ្លាចជាមនុស្សវិញហើយនាងបិសាចនាងឯងត្រូវតែទទួលកម្មពីមកដល់ភ្លាមនោះមានរន្ទះបាញ់ចំកញ្ជ្រោងរាត្រីធ្វើឲ្យនាងឆេះស្លាប់ខ្លាចជាផេះបាត់ទៅចំណែកកល្យានដោយសារអំណាចទឹកមុនរបស់លោកតាឥសីនិងទឹកភ្នែកស្មោះរបស់វិបុលធ្វើឲ្យរបួសរបស់នាងក៏ចាប់ផ្ដើមជិតវិញបងវិបុលអូនមិនមែនជាសត្វទេមែនទេតែអូនពិតជាបានត្រឡប់មកក្នុងរង្វង់ដៃបងវិញមែនទេបងមិនមែនជាយល់សប្តិទេអូនគឺអូនពិតមែនកល្យានប្រពន្ធបងសុំទោសដែលភ្នែកបងងងឹតបងសុំទោសដែលបងចំណាំអូនមិនបានរហូតធ្វើឲ្យអូនត្រូវរងទុក្ខវេទនាម្នាក់ឯងនៅក្នុងព្រៃជ្រៅបែបនេះបងស្ដាយក្រោយណាអូនបងស្ដាយក្រោយណាចាបងអូនជឿបងអូនស្រឡាញ់បងណាស់បងវិបុលបងក៏ស្រឡាញ់អូនដែរកល្យានម្ចាស់ជីវិតបងសេចក្តីល្អតែងតែឈ្នះសេចក្តីអាក្រក់ទោះបីជាអាគមខ្មៅសាហាវប៉ុណ្ណាក៏មិនអាចបិទបាំងការពិតនិងក្តីស្រឡាញ់ដ៏បរិសុទ្ធបានរហូតដែរ
អ្នកដែលសាងបាបកម្មដោយល្បិចកលនឹងត្រូវវិនិច្ឆ័យសាបសូន្យដោយអំពើរបស់